រឿងដូនចាស់ដាំឃ្លោកសាដៀវកាលពីព្រេងនាយមានដូនចាស់ម្នាក់រស់នៅម្នាក់ឯងក្នុងខ្ទមជ្រាមួយនៅក្បែរជើងភ្នំគាត់គ្មានកូនចៅឬទ្រព្យសម្បត្តិអ្វីឡើយក្រៅពីដីមួយដុំតូចនៅមុខផ្ទះថ្ងៃមួយដូនចាស់បានយកគ្រាប់ឃ្លោកមួយគ្រាប់ទៅកប់ក្នុងដីដោយសារការថែទាំយ៉ាងដិតដល់មិនយូរប៉ុន្មានគ្រាប់ឃ្លោកនោះក៏ដុះពន្លកឡើងបែកសន្លឹកខ្ចីពីរទើបនឹងងើបផុតពីដីមើលទៅគួរឲ្យស្រឡាញ់ក្រៃលែងខណៈនោះមានបុរសអ្នកដំណើរម្នាក់ដើរកាត់មុខផ្ទះដូនចាស់ភ្នែកដ៏មុតស្រួចរបស់គេបានក្រឡេកឃើញកូនឃ្លោកតូចនោះក៏កើតចិត្តស្រឡាញ់និងដឹងថាឃ្លោកពូជនេះបើចាស់ទៅនឹងអាចយកទៅធ្វើជាឧបករណ៍តន្ត្រីកូសាដៀវដល់ពីរោះបានបុរសនោះក៏ចូលទៅសុំដណ្ដឹងទិញកូនឃ្លោកនោះភ្លាមដូនឲ្យខ្ញុំស្រឡាញ់កូនឃ្លោកនេះណាស់ខ្ញុំសូមទិញវាដោយខ្ចីប្រាក់មួយកហាបណៈជូនដូនចាត់ទុកជាប្រាក់កក់ចុះដូនចាស់ឃើញគេឲ្យតម្លៃខ្ពស់ចំពោះកូនឃ្លោកទើបនឹងដុះក៏យល់ព្រមទទួលប្រាក់បុរសនោះលុះប្រគល់ប្រាក់ហើយក៏ដើរចាក់ចេញទៅលំនៅឋានវិញបាត់ស្រមោលដោយមិនបានបន្សល់ទុកដំណឹងឬវិលត្រឡប់មកជួយថែទាំឡើយពេលវេលាកន្លងផុតទៅជាច្រើនខែដូនចាស់រងចាំបុរសម្នាក់នោះទាំងចិត្តអន្ទះសាគាត់ខំដងទឹកស្រោចជ្រុំដីនិងធ្វើរៀនឲ្យវាឡើងរហូតដល់ដើមឃ្លោកនោះលូតលាស់ធំធាត់ហើយបង្កើតបានជាផ្លែឃ្លោកដ៏ធំមូលក្លំស្អាតប្លែកពីឃ្លោកដទៃថ្ងៃមួយមានបុរសទី2ម្នាក់ទៀតដែលកាត់មកឃើញផ្លែឃ្លោកដ៏ល្អឯកនោះក៏ចូលមកសួរទិញដូនចាស់ផ្លែឃ្លោកនេះល្អប្លែកភ្នែកណាស់ខ្ញុំចង់ទិញវាទៅធ្វើជាខ្សែសាដៀវដូនលក់ឲ្យខ្ញុំទៅដូនចាស់ក្រវីក្បាលដកដង្ហើមធំចៅឲ្យលក់មិនបានទេឃ្លោកនេះមានគេទិញដាច់អស់ហើយចៅមកក្រោយយឺតពេកហើយបុរសទី2ឆ្ងល់ក៏សួរថាចុះគេទិញតាំងពីកាលណាហើយឲ្យថ្លៃដូនប៉ុន្មានដែរគេទិញតាំងពីវានៅបែកសន្លឹកពីខ្ចីម្លេះដោយឲ្យថ្លៃមួយកហាបណៈដូនចាស់ឆ្លើយបុរសទី2ស្ដាប់ហើយក៏សើចរួចប្រើល្បិចវោហារសាស្ត្រដើម្បីបញ្ចុះបញ្ចូលដូនចាស់ដូនអើយគេឲ្យប្រាក់ដូនតែមួយកហាបណៈការនៅជាសន្លឹកពីរគឺគេទិញបានតែដើមនិងឬវាការនោះទេចុះការនឿយហត់របស់ដូនដែលខំស្រោចទឹកជ្រុំដីថែទាំរហូតបានជាផ្លែដ៏ធំនេះតើបានអ្វីមកវិញឥឡូវបែបនេះចុះខ្ញុំសុខចិត្តជូនប្រាក់ដូន2កហាបណៈភ្លាមដើម្បីទិញយកផ្លែឃ្លោកនេះដូនចាស់ព្រោះតែភាពក្រីក្រឃើញប្រាក់ច្រើនជាងមុនទ្វេដងហើយគិតថាអ្នកមុនបាត់ខ្លួនយូរពេកក៏កាត់ចិត្តលោភលន់ភ្លេចពាក្យសច្ចៈក៏យកព្រមលក់ផ្លែឃ្លោកនោះទៅឲ្យបុរសទី2ភ្លាមបុរសទី2ក៏នៅចាំថែរក្សាផ្លែនោះរហូតដល់ចាស់ជក់ទើបបេះយកទៅខាត់ធ្វើជាប្រអប់សូរនៃខ្សែសាដៀវយ៉ាងប្រណីតហើយអង្គុយដេញលេងយ៉ាងសប្បាយរីករាយនៅផ្ទះរបស់ខ្លួនថ្ងៃមួយបុរសទី1អ្នកទិញដើមបានធ្វើដំណើរត្រឡប់មកវិញដើម្បីមកយកផលឃ្លោករបស់ខ្លួនពេលដើរកាត់ផ្ទះបុរសទី2ស្រាប់តែបានឮសំឡេងដេញខ្សែសាដៀវបន្លឺឡើងយ៉ាងពីរោះរណ្ដំចាក់ដោតដល់បេះដូងគេក៏ឈានជើងចូលទៅមើលស្រាប់តែស្គាល់ច្បាស់ថាប្រអប់សូរនៃសាដៀវនោះគឺធ្វើឡើងពីផ្លែឃ្លោកដែលខ្លួនបានទិញពីដូនចាស់កាលពីមុនបុរសទី1ខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះទៅដណ្ដឹងសួរអ្នកចៅតើអ្នកបានឃ្លោកសាដៀវនេះមកពីណាបុរសទី2ឆ្លើយទាំងមុខស្ងួតខ្ញុំទិញពីដូនចាស់នៅជើងភ្នំតើបុរសទី1ស្រែកកំហកចុះហេតុអ្វីបានជាអ្នកហ៊ានលួចផលឃ្លោករបស់ខ្ញុំជាអ្នកទិញឃ្លោកនេះមុនអ្នកបុរសទី2ទប់វិញដោយមិនកោតញើតខ្ញុំទិញពីដូនចាស់ដោយមានប្រាក់កាសត្រឹមត្រូវម្ដេចក៏ចោទខ្ញុំថាជាចោរលួចទៅវិញបើមិនអស់ចិត្តយើងទៅសួរដូនចាស់ទាំងអស់គ្នាបុរសទាំងពីរនាក់ក៏ទាញដៃគ្នាដើរសម្ដៅទៅខ្ទមដូនចាស់នៅចំពោះមុខដូនចាស់ភាពពិតត្រូវបានលាតត្រដាងដូនចាស់បានត្រឹមតែអន់មុខចុះដោយក្តីខ្មាស់អៀននិងទទួលស្គាល់ថាខ្លួនពិតជាបានលក់ឃ្លោកនោះទៅឲ្យបុរសទាំងពីរមែនព្រោះតែឃើញប្រាក់ច្រើនចំនួនកាន់តែរីកធំឡើងព្រោះម្នាក់សុទ្ធតែអាំងហេតុផលរៀងខ្លួនរហូតដល់ដោះស្រាយមិនចេញក៏នាំគ្នាឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដើម្បីសូមទ្រង់ជួយកាត់សេចក្តីនៅក្នុងព្រះបរមរាជវាំងដ៏ស្កឹមស្កៃព្រះមហាក្សត្រទ្រង់គង់លើព្រះរាជបល្ល័ង្កស្ដាប់រឿងរ៉ាវអយុធធម៌នេះដោយព្រះទ័យស្ងប់បន្ទាប់ពីទ្រង់ព្រះចិន្តាពិចារណាគ្រប់ជ្រុងជ្រោយព្រះអង្គក៏ងាកមកមានព្រះបន្ទូលទៅកាន់បុរសទី1ថាព្រះស្ដែងជាអ្នកទិញមុនពិតជាបានប្រគល់ប្រាក់ទិញការឃ្លោកនៅបែកសន្លឹកពីមែនប៉ុន្តែបន្ទាប់ពីទិញហើយព្រះស្ដែងបែរជាបោះបង់ចោលដើរទៅបាត់ស្រមោលមិនខ្វល់ខ្វាយស្រោចទឹកជ្រុំដីការពារសត្វល្អិតឬធ្វើរៀនឲ្យវាតតែសោះបើគ្មានការថែទាំដ៏នឿយហត់ពីដូនចាស់នឹងការចូលមកគ្រប់គ្រងរបស់បុរសទី2ទេកូនឃ្លោកនោះមុខជាត្រូវស្វិតស្រពោនឬងាប់បាត់ទៅហើយកុំថាឡើយមានផ្លែបង្កើតជាសាដៀវពីរូបបែបនេះព្រះអង្គក៏ទ្រង់ប្រកាសសាលក្រមជាស្ថាពរផលនៃផ្លែឃ្លោកនិងខ្សែសាដៀវត្រូវធ្លាក់ទៅលើបុរសទី2ដែលជាអ្នកមើលថែនិងទិញផលចុងក្រោយដោយស្របច្បាប់ចំពោះបុរសទី1ទ្រង់បង្គាប់ឲ្យដូនចាស់សងប្រាក់មួយកហាបណៈទៅវិញព្រោះចាត់ទុកថាការទិញដំបូងមិនបានពេញលេញតាមកិច្ចសន្យាថែទាំសាលក្រមនេះហៅថាសុខគំនុំការទៅកាន់ផ្លូវដ៏ល្អឬការកាត់សេចក្តីប្រកបដោយធម៌បុរសទាំងពីរក៏ដូចជាដូនចាស់ស្ដាប់ហើយក៏មានភាពជ្រះថ្លាទទួលយកព្រះរាជវិនិច្ឆ័យដោយក្តីគោរពរួចក្រាបបង្គំលាត្រឡប់ទៅលំនៅឋានទីតេរៀងខ្លួនដោយបានរៀនសូត្រពីតម្លៃនៃការទទួលខុសត្រូវនិងពាក្យសច្ចៈក៏រៀងខ្លួនគំនិតអប់រំនៃរឿងទ្រព្យសម្បត្តិរាសឱកាសបើទោះជាយើងរកបានមុនប៉ុន្តែបើបណ្ដោយចោលមិនខំថែរក្សានិងអភិវឌ្ឍទេវាគង់តែបាត់បង់ទៅអ្នកដទៃដែលមានការព្យាយាមជាងភាពលោភលន់និងការមិនរក្សាសច្ចៈដោយដូនចាស់តែងតែនាំមកនៅរឿងរ៉ាវក្